រុនសួស្តីជំរាបសួរលោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីក្បិតមតិខ្មាំងជាទីគោរពនេះជានីតិក្បិតមតិខ្មាំងសូមជូនរឿងស្រីហើយនឹងប្រុសថ្ងៃនេះយើងសិក្សាអំពីរឿងនឹងបន្តិចវាពាក់ព័ន្ធទៅនឹងរឿងគ្រួសារពាក់ព័ន្ធទៅនឹងរឿងស្វែងរកសុភមង្គលផងដែរជានិច្ចផងដែរបាទអ៊ំសូមលើកយករឿងដ៏សោកសៅមួយនៅក្នុងប្រទេសថៃនឹងនៅខេត្តគេហៅថានគរសវណ្ណខេត្តគឺនគរសវណ្ណហ្នឹងនៅខាងជើងបាងកកចំទៅខាងជើងទៅប្រហែលជាពាក់កណ្ដាលនឹងឯងនៅខាងក្រោមសកលតីបន្តិចហ្នឹងបងប្អូននៅនឹងអ៊ីមែនឆែកមើលនៅប្រទេសថៃទៅបងប្អូនឃើញថាសកលតីនឹងឯងនៅទាំងណាហើយយើងដឹងហើយថាសកលតីនឹងគឺជាកន្លែងស្ដេចក្រាញ់ពីដើមដែលជាប្រញាតវង្សរបស់ស្ដេចជ័យវរ្ម័នទី7នឹងឯងគ្រប់គ្រងនៅកន្លែងហ្នឹងហើយកន្លែងហ្នឹងឯងដែលជាចំណុចដែលចាប់ផ្ដើមបំបែកមហានគររបស់ខ្មែរយើងនោះឯងអូខេគាត់នៅចង់ជម្រាបពីភូមិសាស្ត្រខ្លះតែប៉ុណ្្នឹងឯងក៏ប៉ុន្តែសាច់រឿងដែលអ៊ំចង់និយាយវាសំខាន់ទៅនៅរឿងគ្រួសារហ្នឹងគឺថាក្មេងស្រីអាយុ17ឆ្នាំណែម្ដាយរបស់គាត់នឹងឯងអាយុ33ឆ្នាំបាទត្រូវបានជាប់ចោទថាណែខົບខិតជាមួយនឹងសង្សារបាទជាមួយនឹងសង្សាររបស់នាងនឹងឯងអាយុ23ឆ្នាំទេនឹងសង្សាររបស់នាងនឹងឯងអាយុ23ឆ្នាំទេហើយខົບខិតជាមួយនឹងសង្សារហ្នឹងក៏បានសម្លាប់ម្ដាយហើយកប់ចោលនៅក្រោមផ្ទះចិត្តគល់យើងថាចិត្តគល់ស្វាយអញ្ចឹងទៅណាសម្លាប់អានឹងហើយកប់នៅនឹងបាត់ទៅហើយស្ត្រីជាម្ដាយនោះឯងក៏បាត់ខ្លួនដល់តែបាត់ខ្លួនអញ្ចឹងទៅបងប្រុសរបស់ស្ត្រីជាម្ដាយនឹងឯងចេះតែសង្ស័យថាអូនស្រីរបស់ខ្លួននឹងឯងគឺត្រូវបានគេធ្វើឃាតគឺថាសង្ស័យទៅលើប្តីចុងរបស់ម្ដាយបងប្អូនសូមជ្រាបចំណុចត្រង់ហ្នឹងគឺថានាងជាម្ដាយអាយុ33ឆ្នាំទេហើយមកទល់ពេលនេះមានប្តីចុងទៅហើយឬក៏ថានាងមានកូនមុននឹងឯងអត់មានបានរៀបការទេយើងអត់ដឹងរឿងហ្នឹងណាក៏ប៉ុន្តែចង់និយាយថាអាយុ33ឆ្នាំមកទល់ពេលនេះមានបើគាត់អាយុ33ឆ្នាំកូន17ឆ្នាំហ្នឹងបានសេចក្តីថាគាត់អាយុ16ហ្នឹងហើយគាត់អាយុ16ហ្នឹងគាត់មានកូនម្ដាយណាអាយុ16មានកូនបាទកូននោះវាអាយុ17ឆ្នាំនោះហើយឥឡូវនេះម្ដាយអាយុ33ឆ្នាំហើយមកទល់ពេលនេះម្ដាយហ្នឹងមានប្តីចុងមួយទៀតអ៊ំចង់បង្ហាញអំពីអានឹងហើយដែលជាវប្បធម៌អន្តរជាតិនៅសម័យនេះនៅសម័យនេះនឹងវប្បធម៌អន្តរជាតិនៅក្នុងសហរដ្ឋអាមេរិកដែលបានបង្កើតឲ្យមានអំពើឃាតកម្មនិងពពួកមនុស្សផ្ដេសផ្ដាសជាច្រើនយុវជនពូជពងដែលផ្ដេសផ្ដាសជាច្រើននៅក្នុងសង្គមអាមេរិកហ្នឹងគឺពពួកក្រហើយពពួកក្រនឹងច្រើនជាងគេតមកពពួកក្រច្រើនជាងគេហើយនឹងពពួកអាសនឹងក៏អញ្ចឹងដែរបែកបាក់ដែលគេហៅថាគ្រួសារដែលគ្មានឪពុកបាទគ្រួសារដែលគ្មានឪពុកមិនសូវយល់ស្របទេអង្កលពីមុននោះមិនសូវយល់ស្របនៅត្រង់ថាតែងតែមានជំនឿថាម្ដាយសំខាន់ជាងឪស្រុកខ្មែរយើងគេហៅថាបើបាត់
បើបាត់ឪនឹងក៏បាត់ចោះកុំអោយតែបាត់ម៉ែហើយអញ្ចឹងមែននៅក្នុងសង្គមរបស់យើងឃើញស្រាប់ហើយបងប្អូនណាកាលណាឪនឹងឯងស្លាប់ទៅម៉ែនឹងខំប្រឹងតដាប់ទៅដួសរែកលីពុនសែងអ្វីមិនក្តីនឹងឯងខំប្រឹងក្រុងកូននឹងឯងរកមកឲ្យកូនស៊ីឲ្យបានចាប់សពគ្រប់ហើយម្ដាយជាច្រើនកាលជំនាន់ដើមហ្នឹងគឺថាគាត់ក៏ភាគច្រើនហ្នឹងគឺអត់ទៅមានប្តីមានប្រុសអីទៀតទេពីព្រោះគិតដល់កូនរបស់ខ្លួនម្ដាយខ្លះណាដោយសារតែកូនរបស់ខ្លួនជាស្រីហ្នឹងរឹតតែអត់យកប្តីទៅទៀតហើយខ្លាចប្តីនឹងឯងធ្វើបាបកូនស្រីរបស់ខ្លួនណានេះគឺអ៊ំនិយាយអំពីគុណសម្បត្តិរបស់ម្ដាយដែលគួរជាទីគោរពដល់ចឹងទៅអ៊ំគិតថាកាលណាអត់ប្តីវាមិនអីទេហើយនៅខាងក្រៅយើងមើលឃើញអញ្ចឹងមែននៅក្នុងស្រុកខ្មែរយើងណាក៏ប៉ុន្តែបើសិនជាគ្រួសារណាដែលប្រពន្ធនឹងគាត់ស្លាប់ទៅនឹងគឺថាគ្រួសារនឹងយ៉ាប់ហើយដោយគ្រួសារអ៊ំក៏អញ្ចឹងដែរណែម្ដាយអ៊ំគាត់ស្លាប់តាំងពីអាយុ40ឆ្នាំហ្នឹងគ្រាន់តែគាត់ស្លាប់ហើយភ្លាមអ៊ំចាំហ្នឹងក្រោយពេលដែលហែសពរបស់ម្ដាយអ៊ំយកទៅកប់ហើយហ្នឹងអ៊ំនៅក្មេងអ៊ំចាំហ្នឹងគឺក្រោយពេលដែលហែខ្មោចម្ដាយអ៊ំចាប់ទៅកប់ហើយហ្នឹងស្រាប់តែនៅផ្ទះអ៊ំហ្នឹងបងគាត់អង្គុយជំនុំគ្នាអាណាយកអាណាចឹងតែមកហើយអ៊ំចាំតែអ៊ំយំយំកាលនឹងឯងយំស្រណោះថាអូអត់ម៉ែទៅហើយឥឡូវនេះបងគាត់ចែកគ្នាហើយយើងជាបងប្អូននឹងឯងត្រូវដាច់ដោយបែកបាក់គ្នាហើយដោយសារតែអត់ម៉ែឥឡូវគេត្រូវចែកគ្នាចឹងតែមកអ៊ំចាំហេតុការណ៍ហ្នឹងច្បាស់ណាបងប្អូនហេតុដូច្នេះបានជាអ៊ំវាមានអនុស្សាវរីយ៍មានមនោចេតនាហ្នឹងថាម្ដាយឲ្យតែមានម្ដាយមិនអីទេតែអ៊ំនិយាយនេះក៏មិនមែនថាម្ដាយអត់កើតទេមិនមែនទេបងប្អូនគិតទៅទាំងពីរនឹងឯងគឺសុទ្ធតែសំខាន់គាត់ថាបើអត់នឹងអត់ឪពុកមិនសូវជានេះទេក៏ប៉ុន្តែបញ្ហាសង្គមនៅក្នុងសង្គមរបស់អាមេរិកហ្នឹងអត់ឪពុកហ្នឹងគឺជាកត្តាគឺជាកត្តាដែលបានបណ្ដាលឲ្យពពួកជនជាតិស្បែកខ្មៅហើយពពួកគេហៅថាអាមេរិកឡាតាំងឬក៏ពពួកយើងហៅថាពពួក Spanish ហ្នឹងគឺពពួកដែលមានពូជពងកាត់Spanish ជាច្រើនតាំងពីមិចស៊ីកូទៅត្បូងរហូតទៅទាំងអស់នឹងឯងដែលមករស់នៅស្រុកអាមេរិកនឹងឯងគឺលខិលខៈជាច្រើនដោយប៉ុន្តែអត់សូវលខិលខៈច្រើនដោយពពួកជនជាតិខ្មៅទេតែពួកជនជាតិខ្មៅនឹងគឺដោយសារតែនយោបាយរបស់រដ្ឋនឹងបានបណ្ដាលឲ្យជនជាតិខ្មៅនឹងរឹតតែដាបទៅអាងើបរួចនោះក៏ងើបរួចតិចទេក៏ប៉ុន្តែដាបទៅដោយសារតែរឿងអត់ឪពុកហើយនៅក្នុងករណីស្ត្រីនេះឯងដែលអាយុ33ឆ្នាំដែលអ៊ំនិយាយនឹងឯងគឺគាត់មានប្តីមួយទៀតហើយត្រូវបានកូនស្រីនឹងឯងរួមជាមួយនឹងសង្សាររបស់នាងធ្វើឃាតម្ដាយនឹងហើយកប់ចោលនឹងគេរកតែចំំទាំងនឹងឃើញដល់គេរកឃើញហើយនឹងគេទៅចាប់ប្តីចុងនឹងវាមានប្តីចុងនឹងក៏វាអត់ស្រួលនឹងគ្នាគឺថាមានការទាស់ទែងចែកគ្នាជាញយអាហ្នឹងគឺបង្ហាញអំពីរបៀបជីវិតរបស់អ្នកដែលគ្នាដែលទៀបនឹងឯងច្រើនតែជួបនឹងបញ្ហាហើយឆ្លោះគ្នាវាយតប់គ្នាបោកចានបោកឆ្នាំងអីហ្នឹងបងប្អូនដឹងស្រាប់ហើយគ្រួសារអញ្ចឹងគឺថាកើតមានអានឹងឡើងទៅទៀតហេតុដូច្នេះហើយដល់ពេលនាងគេធ្វើឃាតនឹងឯងគេទៅចាប់អាពុកចុងនឹងឯងចោទថាជាឃាតករទៅទៀតបាទអ៊ំនឹក
tự đo rương nâng anh thà ôi bà chẳng kê trâu thà xua thà hồi ôi ngọp hồi cho niềng nâng ấy cô dập mà lăng dụ bà bàn năng tế hiên nè bà hãy chỉ boyfriend nè mít pro rồi bà niềng sang xa rồi bà niềng để là dụ bà phê bây cho nằm nâng anh nè cầm riêng cầm hai niềng thế ấy ban chị ban tâu nè bàn đà là ôi tâu sẽ lạp mà đai niềng anh chân nông anh sách rương tranh một tiết rất là sọc sạo nè rất tiết bảo ổn đôi xaแต่ที่มวยยังดังថានាងដែលคบខិតជាមួយនឹង boyfriend ជាមួយនឹងមិត្តភក្តិជាមួយនឹងសង្សាររបស់នាងនឹងឯងយើងថាអូយវាក្មេងអាយុប៉ុណ្ណឹងអត់ដឹងអីទេថាហើយបងប្អូនយើងថាអត់ដឹងអីទេអាហ្នឹងយើងមួយកលៈឯណាក៏ប៉ុន្តែអត់ដឹងអីក៏ដោយមិនចឹងនៅក្នុងមនុស្សយើងនឹងវាមានគេហៅថាចំណងនិស័យរវាងឪពុកម្ដាយរវាងកូននិងឪពុកម្ដាយប្តីប្រពន្ធចំណងនិស័យចំណងនិស័យហ្នឹងដែលជាសារធាតុធម្មជាតិមួយដែរយើងសាងក៏ប៉ុន្តែវាជាសារធាតុធម្មជាតិដែលវាដុះឡើងចឹងមកដូចថ្ងៃមុនដែលអ៊ំនិយាយពីចំណងនិស័យរវាងសត្វជាច្រើននឹងឯងគឺថាមែនចំណងនិស័យអានឹងគឺជាសត្វជាច្រើនដែលយើងឆ្ងល់ថាអានេះវាអត់សូវដឹងអីទេក៏ប៉ុន្តែវាគិតកូនវាណាថ្ងៃមុនអ៊ំនិយាយពីលវាជេរហើយសត្វឯទៀតជាច្រើនណាបងប្អូនដែលសង្កេតមើលទៅឃើញណាវាអានឹងគេហៅថាញាណធម្មជាតិ nature instinct ញាណធម្មជាតិនឹងឯងកើតមកតម្រូវឲ្យវាអញ្ចឹងតែហ្មងហើយវាអត់មានចំណងនិស័យដូចមនុស្សយើងទេមនុស្សយើងមានចំណងនិស័យបងប្អូនចំណងនិស័យនឹងគឺសាងឡើងហើយកើតឡើងដោយការរស់នៅជាមួយគ្នាដោយការថែរក្សាគ្នាអស់ហ្នឹងចំណងនិស័យហ្នឹងណាចំណងនិស័យតែងតែមានទៅយើងអាចនិយាយថាចំណងនិស័យមនុស្សតែងតែមានបានជាយើងមានសំណួរថាអូចុះអាយុប៉ុណ្ណឹងហេតុអីក៏ទៅគិតស្លាប់ម៉ែអញ្ចឹងនាងហើយនាងមកអំពីវាអត់មានចំណងនិស័យសោះតែមកបងប្អូនបងអាសាច់រឿងនឹងឲ្យអ៊ំមើលឃើញច្បាស់ថាអត់មានចំណងនិស័យសោះម៉ែនឹងឯងគឺថាគាត់មានឈ្មោលហើយមានកូនតែប៉ុណ្ណឹងទេក៏អត់មានចំណងនិស័យទេអានឹងដែលអ៊ំចង់និយាយដល់បងប្អូនយុវជនក្មួយចៅទាំងឡាយដែលជាស្ត្រីជាប្រុសដែលកំពុងតែពេញវ័យរៀបពេញវ័យអីហ្នឹងត្រូវគិតពិចារណាអាហ្នឹងមនុស្សយើងត្រូវមានចំណងនិស័យហ្នឹងគឺការដែលយើងខំប្រឹងថែទួនគ្នាទៅវិញទៅមកអីហ្នឹងកើតទៅជាចំណងនិស័យដោយអ៊ំនិយាយថាម្ដាយខំប្រឹងឲ្យកូនបៅដោះខ្លួនស្រុកគេចម្រើននឹងគេត្រឡប់ទៅបៅដោះខ្លួនវិញហើយគេអត់បៅទៅដោះគោទេដោះគោវាអត់ល្អទេក្នុងប្រការផ្សេងយើងជៀសមិនផុតអានឹងមិនដឹងធ្វើម៉េចទេក៏ប៉ុន្តែត្រូវខំប្រឹងឲ្យអស់ពីចិត្តដើម្បីបំបៅកូនយើងឲ្យទៅដោះរបស់យើងនឹងឯងអាពេលដែលយើងបំបៅពេលយើងទាញចុះទាញឡើងវាទាញដោះយើងវាលេងដោះយើងបងប្អូនដែលមើលឃើញរូបភាពនឹងគឺល្អណាស់បងប្អូនណាពេលដែលយើងនៅតូចឲ្យយើងបៅដោះម៉ែហើយយើងយកដៃលេងដោះម៉ែមកខាងទៀតឬក៏យើងចំបាច់ដោះម៉ែយើងកាលខ្ញាំដោះម៉ែទៅទៀតជួនកាលគឺតនឹងបៅឲ្យខំម៉ែមកញ៉ាច់ឲ្យម៉ែផ្ទះកគូតប៉ាំងចឹងទៅណាយើងយំចឹងទៅណាទាំងអស់នឹងឯងកើតទៅជាចំណងនិស័យហើយចំណងនិស័យនឹងការថែទួនរបស់ម៉ែនឹងធ្វើឲ្យចំណងនិស័យនឹងរឹតតែកើតឡើងទៅទៀតទៅវាធ្វើឲ្យយើងមិនអាចស្លាប់ម៉ែយើងកើតទេហើយមនុស្សជាច្រើននៅសម័យនេះដោយសារតែចាំកូនទឹកដោះហ្នឹងទេអ៊ំមិនមែនថាវាសិតតែអញ្ចឹងទាំងអស់ទេណាក៏ប៉ុន្តែចាំកូនទឹកដោះចាំអីហ្នឹងគឺអត់ស្រួលទេណាវាផ្ដាច់អាហ្នឹងហើយបើសិនជាយើងកូនយើងបានហើយយើងយកទៅឲ្យវានៅណាយើងយកទៅឲ្យវាឲ្យបងប្អូនយើងចាំ
យកវាយកទៅដាក់ឲ្យបងប្អូនយើងចាំដល់យើងវាស្រួលដើម្បីយើងណែធ្វើការរកស៊ីរបស់យើងនឹងឯងណែទៅបីយើងប្រើលេសល្មិចក៏ដែរអ៊ំនៅតែហៅថាហ្នឹងគឺសិតតែយើងរត់តាមលុយទេក៏ប៉ុន្តែការដែលយើងដាក់កូនយើងទៅឲ្យបងប្អូនយើងចិញ្ចឹមទៅឲ្យអ្នកណាមួយចិញ្ចឹមឬក៏ទៅឲ្យឈ្នួលនឹងឯងមើលទាំងអស់ឲ្យយើងណែគិតទៅពីស្កែងចោតឲ្យយើងចូលរំចូលរែកឬក៏យើងថាយើងរវល់ណាស់ការងារនឹងវាចេះយើងកាន់ការងារកាន់តែធំទៅយើងនឹងវារត់តែមិនសូវបានពេលមើលកូនទេពេលត្រឡប់មកដល់ផ្ទះណែឡានសពរឡានបើកមកដល់ហើយណែសពរឡានបើកឡានឲ្យយើងចេញពីផ្ទះមកដល់ឈ្នួលពណ៌កូនយើងយកមកហុចឲ្យយើងបន្តិចទៅយើងថាអមកម៉ែមុំបន្តិចមើលតែប៉ុណ្ណឹងហើយយើងថាបានអញរវល់ណាមីកទូចណាំកូនទៅកាលណាយើងធ្វើអញ្ចឹងកូននឹងមិនមែនជារបស់យើងទេកូននឹងគឺយើងឲ្យទៅគេហើយកូននឹងមិនមែនជារបស់យើងទេទោះបីយើងប្រើលុយមហាសាលទិញសង់ប្រាសាទឲ្យកូនទិញរបស់លេងទិញរបស់ស៊ីរបស់អីគ្រប់គ្រាន់ចិញ្ចឹមកូននឹងឲ្យក្នុងចិត្តរបស់យើងនឹងយើងចេះតែគិតមើលថាយើងបានបំពេញនីតិរបស់យើងនឹងជាម៉ែឪនឹងឯងមើលកូននឹងសពគ្រប់ឲ្យកូនរបស់យើងមានចេះខ្វះអីឲ្យចង់បាន iPad iPhone iPad iPhone iPhone ថ្ងៃណាសិតតែមានទាំងអស់សពគ្រប់ទាំងអស់យើងគិតថាកូនត្រូវដឹងគុណយើងហើយយើងថាយើងបំពេញនាទីនឹងអស់ហើយអត់មានទេបងប្អូនអត់មានទេគឺថាចាញ់អ្នករើសសម្រាមទេបងប្អូនគិតអានឹងឡើងវិញទៅចាញ់អ្នករើសសម្រាមទេអ្នករើសសម្រាមដែលអ៊ំតែងតែនិយាយពីរឿងថាអ៊ំសង្កេតមើលអ៊ំអង្គុយមើលពីផ្ទះរបស់អ៊ំកាលពីមុនអ៊ំនៅសាកដាលហ្នឹងoffice របស់អ៊ំអង្គុយអ៊ំតែងតែសង្កេតមើលទៅអ្នកអូសសម្រាមគាត់កាត់មុខផ្ទះអ៊ំហ្នឹងឯងកូនស្រីមែនអ្នករើអេចាយអ្នករើអេឡាយមានអតេះរបស់គាត់មួយហ្នឹងឯងគាត់ដាក់កូនស្រីរបស់គាត់ហ្នឹងឯងនៅក្នុងអតេះហ្នឹងឯងគាត់ដើររើអេចាយទេណាកូនស្រីនឹងសមេសមដែលឃើញកូនស្រីនឹងវាលេងតុក្កតាដូចថាក្រិចតុក្កតាដែលគេកវែងចោលហ្នឹងណាម៉ែរើសទៅបានកូនលេងនៅហ្នឹងហើយកូនហ្នឹងដូចជាមានសេចក្តីសុខដល់ជាមួយនឹងម៉ែដែលអូសតែសម្រាមហ្នឹងអ៊ំសង្កេតមើលអាហ្នឹងទៅទើបអ៊ំយល់ពីព្រោះធំជាងនឹងទៅទៀតអ៊ំសុំកូនហ្នឹងកាលហ្នឹងអ៊ំនៅណាអ៊ំមិនមែនចាស់ដូចឥឡូវទេណាអ៊ំសុំកូនហ្នឹងព្រោះអ៊ំមើលទៅឃើញថាគាត់ក្រគាត់លំបាកណាស់គាត់មើលកូនហ្នឹងប្រហែលជាលំបាកណាស់បើសិនជាអ៊ំសុំណាអ៊ំនៅម្ដុំហ្នឹងអ៊ំវាអ្នកមានដែរបើសិនជាអ៊ំសុំទៅនាងហ្នឹងច្បាស់ជាឲ្យលើកដៃ2ដៃ3ឲ្យមកអ៊ំហើយពីព្រោះអ៊ំអ្នកគ្រាន់បើណានៅតំបន់ហ្នឹងអ៊ំសុំគាត់អត់ឲ្យគាត់ថាទេណាអត់ទេខ្ញុំស្រឡាញ់កូនខ្ញុំណាខ្ញុំអត់ឲ្យទេហើយបានអ៊ំសួរគាត់ទៅបានដឹងថាប្តីបានកូននឹងហើយប្តីនឹងដើរចោលបាត់ទៅមីងហ្នឹងជាទីគោរពអ៊ំហៅថាជាទីគោរពចឹងណាមកគាត់អត់ព្រមឲ្យកូនមកខ្ញុំណាខ្ញុំថាខ្ញុំគិតថាខ្ញុំហំហានប៉ុណ្ណឹងដែរមិនចង់សុំផងខ្លាចគាត់ឲ្យមកលើវាគិតថាហំចឹងណាប៉ុន្តែដល់គាត់ប្រកែកគាត់មិនឲ្យគាត់ថាគាត់ស្រឡាញ់របស់គាត់ណាកូនរបស់គាត់ប្តីខ្ញុំបោះបង់ចោលមែនប៉ុន្តែកូននេះគឺជាថ្លើមប្រមាត់ជាជីវិតរបស់ខ្ញុំអត់ឲ្យទេអ៊ំអើយអត់ឲ្យទេអ៊ំសង្ហាចិត្តងាប់ឯងប៉ុណ្ណឹងដែរគាត់អត់ឲ្យក៏ប៉ុន្តែហេតុការណ៍ហ្នឹងឲ្យយកមកអ៊ំគិតហើយថាអូតាមពិតគាត់នឹងគ្រាន់បើជាងអ៊ំគាត់បើថងថាអ៊ំមានលុយមែនអ៊ំមានតម្រេះមែនក៏ប៉ុន្តែអ៊ំអត់មានចំណងនិស្ស័យនឹងកូនប្រហែលនឹងគាត់នឹងទេគាត់ក្រប៉ុណ្ណឹងអ៊ំមើលទៅថាគាត់ក្រគាត់ច្បាស់ជាឲ្យគេងាយវាទៅជាគាត់មិនព្រមឲ្យដល់តែប៉ុណ្ណឹងទៅអ៊ំតាមសិក្សាពីគាត់នឹងអ៊ំមិនតាមសិក្សាតាមពិនិត្យមើលទៅ
ឃើញគាត់អើយថែកូននឹងគាត់សបេសមៈមិនក្តីកូននឹងឯងនៅក្នុងអាទេសនឹងឯងគាត់រុញចុះរុញឡើងឃើញគាត់រាល់តែថ្ងៃគាត់ថែសារកូននឹងអ៊ំចាប់ចិត្តស្រឡាញ់ហើយក៏អាការប្រតិបត្តិរបស់អ៊ំនឹងចេះតែអង្កលចេះតែរៀនចេះតែយល់អំពីចំណងនិស្ស័យរវាងម៉ែនិងកូនឪនិងកូនអីនឹងកាន់តែច្រើនឡើងដល់ទើបយល់ថាអូធម្មជាតិគឺអញ្ចឹងប៉ុន្តែធម្មជាតិវាឲ្យយើងអញ្ចឹងហើយក៏ប៉ុន្តែយើងប្រយ័ត្នយើងភ្លាត់ណាអ៊ំនិយាយនឹងគឺក្នុងន័យអញ្ចឹងបាទសូមសម្រាប់សិនបាទធម្មជាតិឲ្យអញ្ចឹងហើយតែយើងតែងតែភ្លាត់បងប្អូនធម្មជាតិឲ្យឱកាសនឹងហើយធម្មជាតិបូកផ្សំជាមួយនឹងវប្បធម៌របស់មនុស្សដែលកើតឡើងមកអំពីសាសនានឹងបានព្រៀនប្រដៅកាច់មនុស្សនឹងឯងតម្រង់ចូលឲ្យចូលកន្លងនឹងប្រសើរឡើងទៅយើងវាគ្រាន់បើឡើងក៏ប៉ុន្តែជាអកុសលនៅសម័យនេះជាអកុសលនៅជាពិសេសក្នុងរយៈពេល100ឆ្នាំចុងក្រោយនេះបើមិនថា50ទេក៏ថា100ឆ្នាំចុងក្រោយនេះជាពិសេសដែលពពួកអ៊ំចាស់មកដល់ប៉ុណ្ណេះហើយនឹងយើងក៏លេចមើលទៅនឹងគឺថាអ៊ំវាស្គាល់អាសង្គមពីដើមនោះចិត្តមនុស្សរបៀបណាតែសង្គមឥឡូវនេះចិត្តមនុស្សអន្តរធានទៅដោយសារតែបច្ចេកវិទ្យាយើងមើលសុខពីដើមនឹងថាក្រោយពេលដែលមនុស្សអត់លុយក្រោយពេលដែលមនុស្សបង្កើតទៅដល់គោបងប្អូនគិតមើលក្រោយពេលដែលមនុស្សបង្កើតទៅដល់គោឯណាទៅដល់គោនឹងឯងស្រាប់តែបានជួយជីវិតកូនក្មេងជាច្រើនឲ្យរស់តែអានឹងយើងទទួលស្គាល់ប្រកាសជាអញ្ចឹងណាសុខឥឡូវវាអាចកែប្រែផ្សេងទៅទៀតប៉ុន្តែអានឹងយើងទទួលស្គាល់ហើយណាក៏ប៉ុន្តែក្រោយពេលពីនឹងមកនឹងបច្ចេកវិទ្យាផ្សេងនឹងចិត្តតែកើនឡើងសម្បុកសម្បត្តិមនុស្សនឹងកាន់តែមានឡើងណែការឈោងទៅរកណែលុយដែលអ៊ំហៅថារត់តាមលុយនឹងកាន់តែវង្វេងទៅណែឧបភោគបរិភោគរបស់ទំនើបនឹងកាន់តែច្រើនឡើងធ្វើឲ្យមនុស្សនឹងឃ្លាតចាកអំពីគោលធម្មជាតិនៃទំនាក់ទំនងរវាងម្ដាយនិងកូនឪពុកម្ដាយនិងកូនហើយនិងកូននិងឪពុកម្ដាយនឹងកាន់តែងាយទៅអានឹងធ្វើឲ្យអញ្ចឹងហេតុដូច្នេះអ៊ំនិយាយទៀតហើយថាបងប្អូនបើមិនទាន់បើលះដឹងខ្លួនអារឿងហ្នឹងត្រូវដឹងថាកូនត្រូវមើលដោយដៃយើងឬក៏ថាយ៉ាងតិចណាស់យើងត្រូវតែប្រើប្រាស់ការមើលកូននឹងឯងដោយដៃយើងនឹងឯងឲ្យបានច្រើនជាទីបំផុតដែលអាចធ្វើទៅបានបើមិនចឹងទេកុំឲ្យភ្ញាក់ផ្អើលថាកូនយើងមិនចឹងមិនក៏វាដូចជាវាអត់ណែដឹងនឹងយើងសោះមិនក៏វាអីណាហ្នឹងអាហ្នឹងគឺថាត្រូវតែគិតពីរឿងហ្នឹងអូខេត្រឡប់មកវិញនិយាយពីរឿងឃាតកម្មនៅនគរសវណ្ណនៅខេត្តនគរសវណ្ណនៅក្នុងប្រទេសថៃហ្នឹងមិញអ៊ំនិយាយអំពីម្ដាយអាយុប៉ុណ្ណឹងហើយមានប្តីក្រោយហ្នឹងឯងនាងនឹងដោយសារនាងនឹងទីបំផុតទៅនឹងដោយសារតែប៉ូលីសល្បិចរបស់ប៉ូលីសនឹងឯងរកឃើញការពិតទៅក៏បានដឹងថាគិតកម្មនឹងមិនមែនប្តីចង់នោះទេប្តីចង់អត់ដឹងអីទេគ្នាមានការទាស់គ្នាអីចឹងមែនប៉ុន្តែអត់មានដឹងអីទេប្តីចង់នឹងឯងរហូតដល់ទៅអាថ្ងៃដែលគេធ្វើឃាតហ្នឹងណានាងនឹងកូនស្រីអាយុ17ឆ្នាំនឹងឯងយកទូរស័ព្ទរបស់ម្ដាយនឹងឯងហើយមាន Facebook ផងអូខេហ្នឹងឃើញទេទំនើបទៀតហើយបងប្អូននាងនឹងអស្ចារ្យណាស់យកប្រហែលជា boyfriend អាយុ23ឆ្នាំនឹងឯងយកទូរស័ព្ទរបស់ម្ដាយនឹងឯងចូលទៅក្នុង Facebook របស់ខ្លួននឹងឯងផ្ញើ
ណែផ្ញើសារទៅណែបងប្អូនទៀតនឹងប្រាប់ថាណែក្តៅចិត្តណាស់តគ្នាជាមួយនឹងប្តីនឹងទៀតហើយដល់ចឹងទៅឥឡូវហ្នឹងអញធ្វើដំណើរទៅទៅចង់ធ្វើដំណើរទៅសម្រាប់នៅក្រៅផ្សេងនឹងឯងយូរទៅហើយតាំងពីហ្នឹងក៏បាត់ខ្លួនទៅធ្វើឲ្យប៉ូលីសហ្នឹងពិបាកក៏ប៉ុន្តែអាយុប៉ុណ្ណឹងណាប៉ូលីសឆ្លាតគេស្រួលចាប់បានទេបងប្អូនណាបងប្អូនយុវជនទាំងឡាយហ្នឹងត្រូវដឹងអំពីអំពើឃាតកម្មទាំងឡាយដែលប្រុងនឹងធ្វើដែលចង់ធ្វើអីហ្នឹងអាហ្នឹងគឺត្រូវឲ្យដឹងថាយើងគិតថាយើងឆ្លាតណាស់ក៏ប៉ុន្តែមិនមែនទេណាអាញាធរចាស់ជាច្រើននឹងឯងគេមានវិធីមានអីហើយគេមើលទឹកមុខគេមើលអីហ្នឹងគេដឹងដល់ចឹងទៅគេញិចនាងនឹងបានទៅនាងសារភាពថានាងបានខុបខិតជាមួយនឹង boyfriend របស់នាងនឹងឯងសម្រាប់ម្ដាយដោយសារតែ boyfriend ដោយសារតែមិត្តប្រុសរបស់នាងនឹងឯងណែបញ្ចុះបញ្ចូលថាយើងសម្រាប់ម៉ែនឹងទៅយើងបានផ្ទះបានឡានបានដីនឹងណែតែម្ដងក៏ប៉ុន្តែបានផ្ទះបានឡានបានដីនឹងអត់គ្រប់គ្រាន់ទេបងប្អូនមិនគ្រប់គ្រាន់នឹងបណ្ដាលឲ្យនាងនឹងឯងសម្រាប់ម្ដាយនោះទេបងប្អូនគិតពិចារណាទៅគឺមូលហេតុធំបំផុតដែលនាងសារភាពមួយទៀតនឹងគឺអាប្តីចុងនេះឯងវារំលោភនាងនឹងឯងប្រមាណដងហើយឃើញទេបញ្ហាហ្នឹងមកក្រឹបអាប្តីចុងរំលោភនាងនឹងឯងប្រមាណដងហើយអាប្តីចុងរំលោភនាងនឹងឯងប្រមាណដងហើយនាងប្រាប់ម៉ែនឹងទៀតម៉ែនឹងអត់ធ្វើអីសូមជ្រាបថាកូនយើងម៉ែឪដែលលែងគ្នាណាបងប្អូនយើងមើលអត់ឃើញទេក៏ប៉ុន្តែតាមពិតណាសុទ្ធតែរបួសដល់កូនគឺជានិច្ចបងប្អូនជានិច្ចមកអ៊ំសំប្រើពាក្យអញ្ចឹងដើម្បីឲ្យបងប្អូននឹងគិតអាហ្នឹងយើងគិតធ្វើវាមិនទេណាកាលណាយើងលែងគ្នាតែងតែឲ្យរបួសដល់កូនអាហ្នឹងមួយហើយណាហើយអាលែងគ្នាហើយនឹងឯងតែងតែធ្វើឲ្យកូននឹងឯងវាស្អប់ប្តីចុងឬក៏ឪចុងនឹងតែមកអានឹងជាធម្មជាតិវាចាប់ដើមឡើងគឺអញ្ចឹងវាអត់ទុកចិត្តទេវាស្អប់ចឹងតែមកពីព្រោះណែអញបាត់ឪហើយឥឡូវនេះណែម៉ែរបស់អញនឹងត្រូវបាត់មកចាហៀងទៅទៀតពីព្រោះគាត់ទៅយកអាប្រុសមួយទៀតឃើញទេអានឹងធ្វើឲ្យកូននឹងរឹតតែខ្វាយខ្វល់រឹតតែពិបាកចិត្តរឹតតែគិតអ្វីអត់ចេះគិតទៀតហើយគ្នារឹតតែរួចអាសញ្ញានេះសញ្ញាបង្ហាញអំពីម្ដាយនេះនឹងគឺអត់ចិត្តនឹងកូនទេប្រកាសចឹងបងប្អូនប្រកាសចឹងបងពីព្រោះបើកាលណាម្ដាយចិត្តនឹងកូនអ៊ំចង់និយាយថាម្ដាយនឹងមានទំនាក់ទំនងល្អជាមួយនឹងកូនមានចំណងនិស្ស័យល្អនឹងកូនដែលអ៊ំតែនិយាយទៀតថាខំប្រឹងសាងចំណងនិស្ស័យបាទចំណងនិស្ស័យពាក្យនឹងឯងនៅក្នុងទំនាក់ទំនងមនុស្សនឹងគេហៅថាចំណងនិស្ស័យនឹងឯងខំប្រឹងសាងអានឹងឲ្យបានទៅបីលំបាកយ៉ាងណាក៏ដោយពីព្រោះអានឹងមិនមែនយកលុយទៅទិញទេណាអានឹងគឺនៅខាងផ្លូវចិត្តហើយនឹងការខំប្រឹងរបស់យើងនេះទៅបីលំបាកយ៉ាងណាសាងចំណងនិស្ស័យរវាងយើងហើយនឹងកូននឹងឲ្យបានប្រសើរឡើងដើម្បីណែកូននឹងឯងនៅតែជារបស់យើងក្រោយពេលដែលម្ដាយនឹងឯងលខេលខាអានេះសំទោសឲ្យអ៊ំមិននិយាយនឹងក្នុងការបដោសបន្ទោសគាត់ថាគាត់ទៅលខេលខាមានកូនតាំងពីអាយុ16ឯណាអ៊ំមិនបន្ទោសចឹងទេអានឹងគឺជាបញ្ហារបស់ម្ដាយរបស់គាត់នឹងទៅទៀតគ្រួសាររបស់គាត់នឹងទៅទៀតហើយនឹងគួបផ្សំជាមួយនឹងកត្តារបស់សង្គមយើងសពថ្ងៃដែលអ៊ំនិយាយថាវាពុលវាអីហ្នឹងអានឹងវាគួបផ្សំចឹងផងហើយណែក៏ប៉ុន្តែមកទល់ពេលហ្នឹងហើយយើងគិតអំពីរឿងគាត់នឹងទៅវិញគាត់នឹងធ្វើម៉េចលខេលខាអញ្ចឹងហើយ
ធ្វើឲ្យកូននឹងវាអត់ចិត្តហើយបង្ហាញថាកូននឹងអត់ដែល level ទេអត់ដែលមានចំណងនិស័យទេហើយបើយើងសួរគាត់ម្ដាយនឹងដែលគាត់ដែលគេសម្លាប់បាត់ទៅហើយហ្នឹងបើយើងសួរគាត់ធម្មតាទេគាត់តែងតែឆ្លើយថាគាត់ក្រគាត់អីគាត់ខំប្រឹងអស់ពីចិត្តដែរណាមើលកូននឹងនៅមកបន្ទោសខ្ញុំទៀតអានឹងគឺតែងតែថាអញ្ចឹងបងប្អូនក៏ប៉ុន្តែអ្នកក្រៅបានគេអាចមើលឃើញអានឹងថាខ្វះខាតអានឹងហើយប្រសិនបើគាត់នឹងមានចំណងនិស័យល្អជាមួយនឹងកូនភាគច្រើនអត់មានទៅរួចទេក្នុងការគិតសម្រាប់ម្ដាយនឹងបងប្អូនគឺអត់មានទេដល់តែអត់មានវាទៅជាដល់ចំណងនិស័យបើអត់មានវាទៅជាការគុំគួនបាទចំណងនិស័យអត់មានហ្នឹងបានធ្វើឲ្យចំណងនិស័យចង់និយាយពីចំណងនិស័យរវាងឪពុកម្ដាយម៉ែឪទៅនឹងកូននឹងឯងតែកាលណាអត់មានចំណងនិស័យហ្នឹងគឺយើងកុំគិតថាវាត្រូវតែចេះត្រូវតែចោះហ្នឹងគឺអាហ្នឹងវាអត់ឈឺក្បាលទេវាអត់ឈឺក្បាលហ្នឹងមិនមែនបានសេចក្តីថាវាអាក្រក់ទេបងប្អូនមិនមែនបានន័យថាវាអាក្រក់ទេដូចជាអ្នកទៀតចឹងដែលវាទាស់វាអីហ្នឹងគឺថាវាទាស់ខ្លាំងតែហ្មងគឺវាកើតឡើងអញ្ចឹងបងប្អូនម្ល៉េះហើយនឹងពុកម្ដាយនឹងកុំចោទកូនពីរឿងហ្នឹងថាវាដូចជាវាអត់គិតអីយើងសោះវាអត់គិតណែអញនឹងខំប្រឹងចាំវាអីណាចឹងអត់ទេអាចំណងនិស័យហ្នឹងងាប់រស់ណាបងប្អូនបានធ្វើឲ្យមនុស្សហ្នឹងចឹងហើយតើកាលណាចំណងនិស័យហ្នឹងវាអត់មានធ្វើឲ្យវាតូចចិត្តនឹងឯងវាត្បាញទៅជាការគុំគួនតូចចិត្តនឹងឯងច្រើនទៅវាប្រមូលផ្ដុំទៅជាការគុំគួនរួចអាការគុំគួននឹងធ្វើឲ្យភ្នែកវាទស្សនៈរបស់វាហ្នឹងយើងហៅថាភ្នែកហ្នឹងធ្វើឲ្យទស្សនៈរបស់វានោះគឺចង់និយាយថាទស្សនាទានការឃើញរបស់វាទៅនឹងអំពើរបស់យើងទាំងប្រមាណជាច្រើនជាចង់និយាយថាជាច្រើនហ្នឹងវាបកប្រែទៅជាខុសទៅជាអាក្រក់ទៅជាអីណាងាយណាបងប្អូនណាកុំច្រឡំថាយីខ្ញុំម៉ែអូវាណាខ្ញុំចាំវាណាវាមិនត្រូវគិតអីចឹងដាក់ខ្ញុំកុំច្រឡំអាហ្នឹងកុំច្រឡំចឹងមិនមែនទេគ្នាអត់ដឹងអីទេគ្នាគ្រាន់តែបានដើរទៅតាមធម្មជាតិតែប៉ុណ្ណឹងទេក៏ប៉ុន្តែបើសិនជាមានចំណងនិស័យអ៊ំយកសាច់រឿងហ្នឹងយកមកដាក់នៅលើតុឡើងវិញទៀតថាបើសិនបើនាងនឹងឯងមានចំណងនិស័យម្ដាយមានកូនអត់ខានស្លាយើងថាចឹងច្រើនថាអត់ខានស្លាបាត់ទៅអាប្រុសនឹងឯងវាតោះគ្នាទៅបាត់ទៅម្ល៉េះហើយនឹងកូននឹងឯងនៅក្មេងទេខំប្រឹងមើលកូននឹងឯងថែរក្សាកូននឹងឯងពិបាកយ៉ាងណាក៏ដោយយំយែកណែលខេលខៈយ៉ាងណានឹងខំប្រឹងថែរក្សាកូនដោយមានទឹកចិត្តជាម្ដាយឃើញទេអានឹងសាងចំណងនិស័យនឹងជាមួយនឹងកូននឹងប្រសើរឡើងយ៉ាងណាក៏ដោយម៉ែសុខចិត្តងាប់ដើម្បីកូនម៉ែមិនអោយកូនពិបាកម៉ែមិនអោយកូនពិបាកដូចម៉ែទៀតទេម៉ែមិនអោយគេមើលងាយកូនដូចម៉ែទេអីណាចឹងយ៉ាងហ្នឹងចឹងណាដល់ចឹងទៅគ្រាន់តែទៅធ្វើការឬក៏ស្អីចឹងត្រឡប់មកវិញទៅបញ្ញាប់រត់មកមើលកូនព្រោះកូននឹងគឺជាថ្លើមប្រមាត់អាកូនជាថ្លើមប្រមាត់កូននឹងក៏មើលទៅម្ដាយនឹងជាថ្លើមប្រមាត់ដែរតែកាលណាកូននឹងមើលទៅម្ដាយជាថ្លើមប្រមាត់ដែរកូននឹងមុននឹងធ្វើអ្វីដែលយើងហៅថាខុសវាគិតហើយគិតទៀតបងប្អូនវាគិតហើយគិតទៀតវាមិនមែនខ្វាច់ទៅអញ្ចឹងទេក្នុងករណីនេះយើងមិនត្រូវគិតថាគិតទៅมีគិតទៅมีស្រីគិតទៅมีកូននឹងឯងឲ្យតែវាមានប្រុសហើយវាសាហាវដល់អញ្ចឹងណាមែនទេបងប្អូនមែនទេមិនមែនដោយសារអញ្ចឹងទេអាក្រងឆ្អឹងក្រងសាច់រឿងនឹងឯងគឺដោយសារតែគុំម៉ែមូលហេតុដែលគុំម៉ែមកអំពីម៉ែគ្មានចំណងនិស័យអត់បានសាងចំណងនិស័យផ្ដល់ឲ្យកូនហេតុដូច្នេះ
តែកាលណាម៉ែអត់មានចំណងនិស្ស័យដែលផ្ដល់ឲ្យកូននឹងអាខ្សែចំណងនិស្ស័យរបស់ម៉ែនឹងវាតិចចាំតែអ៊ំនិយាយអំពីរឿងថាបើនិយាយពីកូនគេនិយាយអំពីថាកូននិយាយពីកូនយើងទាំងអស់ទាំងគ្នានឹងឯងនៅសម័យនេះរឹតតែច្រើនទៅទៀតហ្នឹងកូនយើងទាំងអស់ទាំងគ្នានឹងឯងយើងមានខ្សែទាញវាតែ30ទេសង្គមទាញវា70យើងកុំយកអាលេខនឹងឲ្យវាច្បាស់ចឹងពេកយើងសម័យចឹងទៅថាធ្ងន់ស្រាលខុសគ្នាសម្បើមណាបើបងសង្គមវាទាញ70យើងទាញតែ30ទេហើយបើសិនជាយើងខំប្រឹងយើងប្រហែលជាទាញ50ណែលេខនឹងវាឡើងហើយណាតែបើយើងអត់ខំប្រឹងលេខរបស់យើងប្រហែលជាបានតែ10 20សង្គមនឹងវាយកអស់30 40បាទដល់ចឹងទៅអាលេខរបស់យើងរឹតតែស្រាលអំពើរបស់វារឹតតែឃ្លាតអំពីយើងរឹតតែធ្វើឲ្យយើងភ្ញាក់ផ្អើលថាអូចុះមិនកូនអញមិនអញ្ចឹងអញខំប្រឹងណែអញខំប្រឹងធ្វើការណែចាំវាម្លឹងកូនអញមិនអញ្ចឹងយើងគិតអាមិនអញ្ចឹងហ្នឹងអត់ផ្លូវទេអត់ឈ្នះទេអូខេដោយសារអញ្ចឹងអានឹងអាខ្វះអានឹងហើយដែលបានធ្វើឲ្យវាអារឿងវាទៅខូចខ្លួនខូចប្រាណជាមួយនឹងមិត្តប្រុសរបស់វានឹងឯងរឹតតែសំខាន់ឡើងទៀតរឹតតែសំខាន់ជាងម៉ែទៅទៀតពីព្រោះវាអត់មានចំណងនិស្ស័យបង្កើតសាច់រឿងខ្លះឲ្យវាគុំគួនឲ្យវាខឹងផងម្ល៉េះហើយនឹងសង្សារប្រុសនឹងឯងคล้ายទៅជាសំខាន់ជាងម៉ែវាកាន់តែច្រើនទៅឃើញខ្សែវាទាញខុសគ្នាទេខ្សែវាទាញអត់ដូចគ្នាទេអានឹងឯងដែលបណ្ដាលឲ្យនាងដាច់ចិត្តនាងអត់បានយកទៅគិតទេសុំទោសនាងមិនមែនយកអាកំណត់របស់អ៊ំនឹងឯងយកទៅគិតអញ្ចឹងទេបងប្អូនមិនមែនយកអាកំណត់នឹងយកទៅគិតថាណែចំណងនិស្ស័យរបស់ម៉ែមានប៉ុណ្ណេះអញអត់មានអីណាវាអត់មានអញ្ចឹងគ្នាអត់បានមកគិតអញ្ចឹងទេក៏ប៉ុន្តែគ្នាធ្លាក់ចូលទៅក្នុងគន្លងខ្មៅងងឹតដែលក្នុងធម៌គេហៅថាភាពអន្តការហ្នឹងគឺថាគិតខុសចឹងតែហ្មងទៅខ្វាច់អញ្ចឹងតែហ្មងអាហ្នឹងគឺរឿងហ្នឹងគឺកើតឡើងដោយអញ្ចឹងគេត្រូវតែគិតចឹងហេតុដូច្នេះហើយបានជាតុលាការពេលដែលគេកាត់ទោសនាងហ្នឹងអមជឿថាអ្នកដែលការពារក្តីនាងនឹងឯងប្រសិនបើមេធាវីនឹងឯងចេះចិត្តសាស្ត្រឲ្យច្រើនយល់អំពីជីវិតសង្គមមនុស្សមិនច្រើននឹងឯងណាមេធាវីនឹងរៀបរាប់សាច់រឿងនឹងឯងយ៉ាងល្អប្រពៃដើម្បីដាក់ជូនឲ្យតុលាការរាស្ត្រឬក៏ក្នុងករណីនេះគឺឲ្យអ្នកចៅក្រមនឹងឯងស្ដាប់យល់ហើយគិតទៅអូអញ្ចឹងមែននាងនឹងមិនមែនជាបិសាចទេក៏ប៉ុន្តែនាងគ្រាន់តែជាផលិតផលរបស់ការប្រងើយកន្តើយខ្ជិះជារបស់ឪពុកម្ដាយដែលបានឈានរហូតដល់នេះមិនមែននិយាយថានាងសម្លាប់ម្ដាយនឹងវាអត់ខុសទេមិនមែននិយាយថាអត់ខុសទេក៏ប៉ុន្តែវានៅតែជារឿងដែលគឺត្រូវគិតអញ្ចឹងចំពោះនាងនឹងហេតុដូច្នេះហើយទោសនឹងនាងនឹងគឺថាបើថាទោស30ឆ្នាំនឹងនាងនឹងអត់បាន15ទេនាងនឹងគេឲ្យដោយសារតែអាយុរបស់នាងនៅក្នុងប្រទេសនេះឯងអាយុនឹងឯងនៅក្នុងរវាងដែលគេអត់ទាន់ចាប់ខ្លាំងក្លាពេកហូតតែប៉ុន្តែក្នុងអក្រិតកម្មហ្នឹងគេចាប់ចឹងហើយអូខេអាហ្នឹងមួយទៀតដោយកម្មវិធីនេះនិយាយអំពីរឿងស្រីនិងប្រុសហ្នឹងអ៊ំសុំជូនជាគំនិតខ្លះទៅបងប្អូនយកទៅគិតខុសនឹងត្រូវអីណាជួយឆ្លើយមកវិញមកនៅក្នុងរឿងស្រីហើយនិងប្រុសហ្នឹងអ៊ំថាមនុស្សប្រុសដែលមានប្រពន្ធហើយទៅមានស្រីគឺថាស្ទើរតែទាំងអស់គឺគាត់អត់បានគិតអំពីរឿងមនុស្សប្រុសដែលទៅមានស្រីនៅខាងក្រៅហ្នឹងគឺអត់មានដែលបានគិតសម្លាប់ប្រពន្ធទេអត់មានទេបងប្អូនមនុស្សប្រុសដែលទៅមានស្រីនៅក្រៅអត់មានគិតពីរឿងសម្លាប់ប្រពន្ធទេ
មនុស្សមិនចំណែកឯមនុស្សស្រីវិញភេទជាស្ត្រីណាតែកាលណាផិតក្បត់ណាអាចទទួលយកគម្រោងសម្លាប់ប្តីនឹងងាយជាងប្រុសឆ្ងាយណាបងប្អូនមនុស្សប្រុសអាចសម្លាប់ដោយសារទ្រព្យសម្បត្តិដោយសាររាជបល្ល័ង្កអ្វីផ្សេងអីហ្នឹងគឺតែអាចធ្វើអាហ្នឹងតែស្រីនៅអាចធ្វើអាហ្នឹងប៉ុន្តែតិចណាស់មនុស្សប្រុសតិចណាស់ជាធម្មតាមនុស្សប្រុសអត់គិតហ្នឹងប៉ុន្តែមនុស្សស្រីមិនដឹងយ៉ាងម៉េចតែមកកាលណាមានប្រុសគឺថាគ្រោះថ្នាក់ណាមនុស្សស្រីដែលមានប្រុសណាគ្រោះថ្នាក់ណាល្បិចនឹងឯងចេញមកហើយអាចបំផ្លាញប្តីនឹងតែម្ដងនេះជានីតិកពិតប្រទេសខ្មាំងសូមឲ្យបងប្អូនបានសុខហើយសប្បាយផងបាទ